សូមស្ដាប់សំឡេងវីដេអូមួយនេះជាមួយនឹងខ្ញុំទាំងអស់គ្នាចាពិតជាគួរឲ្យរន្ធត់តក់ស្លុតមែនតើបងប្អូនអរគ្នាអញ្ចឹងកាលពីម្សិលមិញថ្ងៃទី28ខែមីនាឆ្នាំ2025រញ្ជួយផែនដីកម្រិតធ្ងន់មួយចារហូតដល់ 7.7 បានកើតមានឡើងនៅក្នុងប្រទេសភូមាឬក៏ប្រទេសមីយ៉ាន់ម៉ាហើយរញ្ជួយផែនដីនេះវាធ្វើឲ្យមានផលប៉ះពាល់រហូតដល់ទីក្រុងបាងកកប្រទេសថៃដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីប្រទេសភូមាចំណុចនៃការរញ្ជួយផែនដីបានកើតមានឡើងអញ្ចឹងការរញ្ជួយផែនដីនេះធ្វើឲ្យមានមនុស្សរហូតដល់យ៉ាងហោចណាស់150នាក់បានបាត់បង់ជីវិតហើយមានមនុស្សរហូតដល់ជាង700នាក់ដែលទទួលរងគ្រោះជាទម្ងន់អគារកម្ពស់រហូតដល់30ជាន់ដែលកំពុងតែកសាងនៅក្នុងប្រទេសថៃចាទីក្រុងបាងកកបានដួលរលំក្រាបคล้ายជាផេះក្នុងនោះមានមនុស្សយ៉ាងហោចណាស់3នាក់បានស្លាប់បាត់បង់ជីវិតហើយមានមនុស្សរហូតដល់ជាង80នាក់កំពុងតែជាប់គាំងនៅក្នុងអគារនោះផងដែរចាពិតជាគួរឲ្យសោកស្ដាយចាចំពោះប្រជាជនថៃក៏ដូចជាប្រជាជនភូមាហើយនាងខ្ញុំក៏សង្ឃឹមថាមិនមានពលករខ្មែរយើងដែលទទួលរងគ្រោះថ្នាក់ដោយសារតែបាតុភូតមួយនេះ